បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិទីបច្ចុប្បន្នភាពអន្តរជាតិនេះគឺខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺជាបាទបទវិភាគរបស់សារព័ត៌មាន South China Global South Project បាទដែលនិយាយពិនិត្យមើលអំពីទំនាក់ទំនងកាន់តែប្រសើររវាងសហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាជាពិសេសទៅលើវិស័យយោធានេះក៏ប៉ុន្តែអ្នកវិភាគចិនគាត់ថាបើទោះបីជាយ៉ាងណាក៏ដោយក៏មិនបោះបង់ចោលចិននោះទេគឺមិនមែនបោះបង់ចោលចិនដើម្បីចាប់សហរដ្ឋអាមេរិកនោះឡើយព័ត៌មានទី2វិញគឺជាសេចក្តីរាយការណ៍របស់ South China Morning Post ដែលខ្ញុំដកស្រង់មកនេះនឹងសារព័ត៌មានផ្សេងទៀតអំពីវិបត្តិនៅតំបន់ភាគខាងត្បូងប្រទេសថៃគឺខេត្តទាំង3ដោយមានការវាយប្រហារដែលមានការសហការគ្នាសម្របសម្រួលគ្នាយ៉ាងល្អកាលពីថ្ងៃសៅរ៍ថ្ងៃអាទិត្យកន្លងមកនេះគឺមានការវាយប្រហារដុតឃ្លាំងជាច្រើននោះគឺបើតាមអាជ្ញាធររបស់ថៃឲ្យដឹងថាគឺមានរហូតដល់78កន្លែងឯណោះបាទហើយមានអ្នករបួសផងដែរដូច្នេះរដ្ឋាភិបាលរបស់លោកអនុทิនកំពុងតែខ្វែងដៃខ្វែងជើងហៅមេសន្តិសុខដើម្បីយកមកសួរថាតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដតើអ្នកណាជាជនដែលដល់នៅក្នុងរឿងនេះព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់ Defense News បានឲ្យដឹងថានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសទៅធ្វើទស្សនកិច្ចនៅទីក្រុងគៀវប្រទេសអ៊ុយក្រែនហើយអ្វីដែលជាការចាប់អារម្មណ៍នោះគឺបាទគាត់នឹងដឹកនាំប្រជុំជាមួយនឹងក្រុមប្រទេសដែលជាប្រទេសជាមិត្តមានចេតនានឹងជួយទៅដល់ប្រទេសអ៊ុយក្រែនក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតមួយទៀតគឺនៅពេលនេះចក្រភពអង់គ្លេសនឹងប្រគល់ឲ្យអ៊ុយក្រែននៅរូបមន្តសម្ងាត់សម្រាប់ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដែលនេះជារឿងកម្រកើតមានណាស់ដែលមហាអំណាចមួយសុកចិត្តផ្ដល់នៅបាទរូបមន្តសម្ងាត់នៃការផលិតមីស៊ីលនឹងឲ្យអ៊ុយក្រែនផលិតដោយខ្លួនឯងដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ីបាទដូច្នេះគឺអ៊ុយក្រែនផលិតខ្លួនឯងមិនអាចនឹងបន្តបានទេប៉ុន្តែបច្ចេកវិទ្យាគឺយកពីចក្រភពអង់គ្លេសនិងប្រទេសបារាំងជាដើមព័ត៌មានទី4នេះគឺជាលើកទី1ហើយបាទដែលយន្តហោះចម្បាំងរបស់ចិនប្រភេទ J16 បានចូលរួមធ្វើការសមយុទ្ធរបៀបប្រយុទ្ធគ្នាដូចជាជាក់ស្ដែងអញ្ចឹងជាមួយនឹងយន្តហោះប្រយុទ្ធដ៏ល្បីល្បាញរបស់បារាំងគឺ Rafale បាទតើក្នុងការប្រយុទ្ធគ្នានេះតើភាគីណាឈ្នះបាទតើមានលក្ខណៈបច្ចេកទេសយ៉ាងម៉េចបាទខ្ញុំនឹងជម្រាបជូននៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃច័ន្ទនេះបាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់ខាង China Global South Project ដែលជាអត្ថបទវិភាគមួយឥឡូវនេះចេញពីជ្រុងខាងប្រទេសចិនវិញម្ដងកាលពីម្សិលមិញគឺអត្ថបទវិភាគដែលខ្ញុំបានយកមកចែករបស់South China Morning Post គឺអ្នកវិភាគដែលមាននិន្នាការមកពីខាងប្រចាំប្រទេសហើយគាត់បានវិភាគឥឡូវនេះអ្នកវិភាគរបស់ចិនវិញម្ដងដែលគាត់បានវិភាគផងដែរទៅលើទំនាក់ទំនងដែលកាន់តែកក់ក្ដៅឡើងរវាងទីក្រុង Washington ជាមួយនឹងទីក្រុងភ្នំពេញតើចំណងតាក់ទងនេះនឹងមានផលប៉ះពាល់យ៉ាងម៉េចបើយោងតាមអ្នកវិភាគរបស់ចិនគាត់ថាអត្ថបទនេះបាទគឺនិយាយរួមគាត់ថាកម្ពុជាឥឡូវនេះកំពុងតែស្ដារទំនាក់ទំនងការពារជាតិជាមួយនឹងសហរដ្ឋអាមេរិកឡើងវិញប៉ុន្តែអ្នកវិភាគចិននិយាយថាទំនាក់ទំនងនេះនឹងមិនប៉ះពាល់ដល់ភាពជាដៃគូជិតស្និទ្ធរបស់កម្ពុជាជាមួយនឹងប្រទេសចិនឡើយណាតើនឹងមានរឿងអ្វីកើតឡើងគឺអ្វីដែលបានកើតឡើងនៅពេលថ្មីនេះគឺមន្ត្រីគោលនយោបាយរបស់មន្ទីរបញ្ចកោណ
គឺលោកអនុរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Albridge Colby បាទលោក Colby បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតនៅទីក្រុងភ្នំពេញនៅក្នុងខែនេះបាទនៅរាជធានីភ្នំពេញនៅក្នុងខែនេះហើយបានហៅកម្ពុជាថាជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិកនេះគឺជាចំណុចវិវត្តមួយហើយចំណុចវិវត្តមួយទៀតគឺភាគីទាំងពីរនេះបានព្រមព្រៀងគ្នាធ្វើសម្ពយុទ្ធយោធារួមគ្នាគឺសម្ពយុទ្ធអង្គរ Sentinel ដែលហៅថាឆ្មាំអង្គរឡើងវិញនៅឆ្នាំ2027បាទគឺបន្ទាប់ពីកម្ពុជាបានផ្អាកសម្ពយុទ្ធនេះតាំងតែពីឆ្នាំ2017មកបាទនៅពេលដែលបើតាមការរាយការណ៍នេះគឺថានៅពេលដែលកម្ពុជាកាន់តែចូលគៀកស្និទ្ធជាមួយនឹងទីក្រុងប៉េកាំងនេះជាចំណុចទី2ហើយចំណុចមួយទៀតណាអ្វីដែលកើតឡើងគឺសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើកម្ពុជាក្នុងឆ្នាំ2021ដោយសារតែបញ្ហាសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនិងឥទ្ធិពលរបស់ចិនដែលកម្ពុជាកាន់តែងាកទៅរកចិនហើយចិនមានឥទ្ធិពលកាន់តែខ្លាំងមកលើកម្ពុជាក៏ប៉ុន្តែទណ្ឌកម្មនេះទៅបានលុបចោលវិញហើយកាលពីខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីមានកិច្ចសន្ទនាគ្នាឡើងវិញក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតបាទដូច្នេះអ្វីដែលជាការសាក់លបងនៅទំនាក់ទំនងរវាងប្រទេសទាំងពីរនេះគឺមូលដ្ឋានជើងទឹករៀមបាទមូលដ្ឋានទ័ពជើងទឹករៀមដែលនៅភាគនិរដីនៃប្រទេសកម្ពុជាគឺបានបើកដំណើរការឡើងវិញកាលពីខែមេសាឆ្នាំមុនបន្ទាប់ពីការពង្រីកមូលដ្ឋាននោះដោយថវិការបស់ចិនហើយចំណុចនោះគឺជាចំណុចទៅតឹងឆ្អឹងទៅតឹងកមួយក្នុងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកផងដែរដោយសារតែសហរដ្ឋអាមេរិកបានសង្ស័យជាយូរមកហើយថាចិនអាចទទួលបានសិទ្ធិផ្ដាច់មុខនៅទីនោះដែលផ្ដល់ឲ្យខ្លួននៅមូលដ្ឋានយុទ្ធសាស្ត្រជិតសមុទ្រចិនខាងត្បូងហើយប៉ុន្តែកម្ពុជានិងចិនបានបដិសេធថាមិនមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយឡើយហើយបាននិយាយថាគឺកំពង់ផែរៀមនេះបើកចំហសម្រាប់ប្រទេសជាមិត្តទាំងអស់ដូច្នេះនៅខែមករាឆ្នាំ2026នេះគឺនាវាចម្បាំងរបស់សហរដ្ឋអាមេរិក USS Cincinnati បានចូលចតនៅកំពង់ផែរៀមដែលជានាវាចម្បាំងសហរដ្ឋអាមេរិកដំបូងគេបាទដែលបានចូលចតនៅកំពង់ផែនោះបាទបន្ទាប់ពីកំពង់ផែនោះត្រូវបានជួសជុលឡើងវិញហើយថ្មីនេះក៏មន្ត្រីសហរដ្ឋអាមេរិកជាបន្តបន្ទាប់ក៏បានធ្វើទស្សនកិច្ចនៅមូលដ្ឋាននោះផងដែរដូច្នេះធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះកាន់តែជិតស្និទ្ធនឹងគ្នាកក់ក្ដៅនឹងគ្នាឡើងវិញដូច្នេះតើអ្នកប្រាជ្ញចិនបកស្រាយថាយ៉ាងម៉េចដែរបើយោងតាមសារព័ត៌មាននេះគឺបានឲ្យដឹងថាលោកចិនហុងបាទដែលមកពីសាកលវិទ្យាល័យEast China Normal University បាននិយាយប្រាប់គេហទំព័រ Quancha បាទថាយុទ្ធសាស្ត្ររបស់លោកហ៊ុនម៉ាណែតគឺជាយុទ្ធសាស្ត្រការទូតបន្ថែមដែលភាសាអង់គ្លេសហៅថា additive diplomacy វានឹងអានស្រួលតែ additive វាមានន័យផ្សេង additive បាទ diplomacy គឺមានន័យថាយុទ្ធសាស្ត្រការទូតបន្ថែមយុទ្ធសាស្ត្រការទូតបន្ថែមនេះបើតាមអ្នកប្រាជ្ញចិនគាត់ថាគឺអាមេរិកបាទត្រឡប់មកប្រទេសកម្ពុជាវិញហ្នឹងគឺគ្រាន់តែជាការបន្ថែមទៀតដើម្បីធ្វើឲ្យកម្ពុជានឹងផ្ដល់ឲ្យកម្ពុជានៅលទ្ធភាពបន្ថែមទៀតក្នុងការធ្វើតុល្យភាពគឺមិនមែនជាការដែលយកអាមេរិកមកជំនួសចិននោះទេបាទហើយអ្នកប្រាជ្ញចិនក៏បានបន្ថែមទៀតថាការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលទៅទស្សនាកំពង់ផែរៀមនេះគឺក៏ជាការមួយដែលអនុញ្ញាតឲ្យកម្ពុជានឹងមានលទ្ធភាពនៅក្នុងការបញ្ជាក់ឲ្យបានច្បាស់ថាកម្ពុជាមិនមែនជាបាទកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសចិននោះឡើយហើយសម្រាប់កម្ពុជាវិញការនេះក៏ជួយលុបបំបាត់នៅស្លាកបាទដែលគេចោទមកកម្ពុជាថាជារដ្ឋមួយចំណុះចិនហើយនឹងទទួលបាននៅលំហបន្ថែមទៀតក្នុងការធ្វើការងាររបស់ខ្លួនខណៈពេលដែលនៅតែរក្សាទំនុកចិត្តជាយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅជាមួយនឹងទីក្រុងប៉េកាំងដោយឡែកសម្រាប់ទីក្រុង Washington វិញនេះគឺជាការផ្លាស់ប្ដូរពីការដាក់ទណ្ឌកម្មកម្ពុជាទៅជាការចូលរួមធ្វើការជាមួយនឹងកម្ពុជាវិញ
បន្ទាប់ពីទីក្រុង Washington បានដឹងថាទណ្ឌកម្មរបស់ខ្លួនបែរជាជំរុញឲ្យទីក្រុងភ្នំពេញកាន់តែងាកទៅគិតជិតស្និទ្ធជាមួយនឹងប្រទេសចិនដូច្នេះសម្រាប់គោលដៅរយៈពេលវែងរបស់សហរដ្ឋអាមេរិកគឺដើម្បីការពារកុំឲ្យចិនបង្កើតលំហយុទ្ធសាស្ត្រផ្ដាច់មុខនៅកម្ពុជាបាទដូច្នេះបើតាមការបន្ថែមរបស់លោកចិនហុងលោកបាននិយាយថាទំនាក់ទំនងអាមេរិកកម្ពុជាទំនងជាមិនคล้ายជាសម្ព័ន្ធភាពជិតស្និទ្ធដូចជាអាមេរិកជាមួយនឹងហ្វីលីពីនឬក៏អាមេរិកជាមួយនឹងប្រទេសថៃនោះទេទំនាក់ទំនងនេះនឹងអាចនឹងចូលដល់ចំណុចទាល់ច្រកឬក៏បុកនឹងចំពីដានដែលមិនអាចទៅមុខទៀតបានប្រសិនបើទីក្រុង Washington ហ៊ានតែព្យាយាមដាក់កំហិតឲ្យលើកម្ពុជាថាមិនឲ្យនាវាចម្បាំងចិនបាទចូលចោតឬក៏ទីក្រុង Washington ចង់បានសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់កំពង់ផែរៀមឬក៏យកប្រទេសកម្ពុជាជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ស្កាត់នឹងប្រទេសចិនបាទនេះគឺជាការលើកឡើងរបស់អ្នកប្រាជ្ញចិនដោយលោកបានបញ្ចប់ដោយនិយាយថាកម្ពុជាមានឆន្ទៈធ្វើការជាមួយនឹងសហរដ្ឋអាមេរិកក៏ប៉ុន្តែមិនឃ្លាតឆ្ងាយពីប្រទេសចិនទេទីក្រុង Washington ត្រូវបានកម្ពុជាស្វាគមន៍ឲ្យត្រឡប់មកវិញប៉ុន្តែបាទនឹងមិនមែនជាអ្នកមកសម្រេចថាកម្ពុជាត្រូវរាប់អានអ្នកណាជាមិត្តអ្នកណាមិនរាប់អាននោះឡើយបាទនេះគឺជាអត្ថបទវិភាគរបស់ China Global South Project ដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានេះក៏ប៉ុន្តែជាអត្ថបទសង្ខេបទេណាបាទគឺអត្ថបទទាំងស្រុងគឺប្រិយមិត្តអាចនឹងទៅមើលបានខ្ញុំសង្ខេបមកគឺប៉ុណ្ណេះដើម្បីក្តោបនៃពីព្រោះអត្ថបទនេះសរសេរវែងដែរព័ត៌មានទី2គឺជាសេចក្តីរាយការណ៍របស់ខាង South China Morning Post ហើយនិងសារព័ត៌មានជាច្រើនដែលខ្ញុំដកស្រង់យកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានេះគឺជាការវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសថៃនៅលើខេត្តទាំង3ដែលតែងតែមានវិបត្តិនៃការបះបោរជាយូរឆ្នាំមកហើយបាទបើយោងតាមសេចក្តីរាយការណ៍នេះគឺបានឲ្យដឹងថាមានការវាយប្រហារប្រហែលជា78នេះបើតាមអាជ្ញាធរថៃឲ្យដឹងណាគឺការមានការវាយប្រហារនឹងដុតបាទឃ្លាំងដុតហាងឲ្យជាច្រើនបាទនៅតំបន់ភាគខាងត្បូងនោះផងដែរហើយមិនត្រឹមតែប៉ុណ្ណោះអាគាររបស់រដ្ឋាភិបាលថ្នាក់មូលដ្ឋានហ្នឹងក៏ត្រូវបានដុតហើយនឹងការបំផ្លាញផ្លូវរថភ្លើងនិងទ្រព្យសម្បត្តិជាច្រើនបាទដែលជាការវាយប្រហារមួយទៅបានគេមើលឃើញថាមានការរៀបចំសម្របសម្រួលគ្នាយ៉ាងល្អបាទដោយការវាយប្រហារទាំងយប់ទាំងថ្ងៃសៅរ៍ហើយនឹងនៅថ្ងៃអាទិត្យនេះផងដែរបាទហើយបើតាមសេចក្តីរាយការណ៍គឺយ៉ាងហោចណាស់គឺមានមនុស្សចំនួន3នាក់បានរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់នោះនៅភាគខាងត្បូងនេះបាទហើយរដ្ឋាភិបាលថៃឥឡូវនេះកំពុងតែបាទប្រញាប់ប្រញាល់ដើម្បីចាត់ការយ៉ាងណាដោះស្រាយបញ្ហានោះដោយហៅមន្ត្រីសន្តិសុខមកសួរនាំបាទខេត្តទាំង3ហ្នឹងគឺជាខេត្តដែលមានបញ្ហាជាយូរមកហើយណាបាទហើយទាំងការវាយប្រហារទាំង78នេះបើតាមអាជ្ញាធររបស់ថៃឲ្យដឹងគឺបាទមាននៅខេត្តនារាធិវត្តហ្នឹងចំនួន40នៅខេត្តយ៉ាឡាចំនួន21ហើយនឹងចំនួន15នៅខេត្តផាតានីបាទគឺហើយនឹងក៏មាន2ផងដែរនៅក្នុងខេត្តសង្ខឡាបាទអញ្ចឹងគឺរហូតដល់4ខេត្តឯណោះតាមធម្មតាសង្ខឡាមិនទៅជាធ្ងន់ធ្ងរទេគឺភាគច្រើនគឺយ៉ាឡានារាធិវត្តនិងផាតានីនឹងប៉ុន្តែឥឡូវនេះគឺដល់សង្ខឡាផងដែរហើយអ្វីដែលជាការគួរឲ្យកត់សម្គាល់គឺមកដល់ពេលនេះគឺមិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវថាជាស្នាដៃរបស់ខ្លួននោះឡើយហើយសារព័ត៌មានថៃបានឲ្យដឹងថាគឺអាជ្ញាធរបានចាប់បានជនសង្ស័យម្នាក់នៅថ្ងៃនេះនៅថ្ងៃច័ន្ទនេះដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនៅក្នុងការរៀបចំការវាយប្រហារនោះបាទនេះគឺជាព្រឹត្តិការណ៍ថ្មីនៅក្នុងប្រទេសថៃដែលកើតឡើងការវាយប្រហារប៉ុន្តែផ្អែកទៅលើដំបៅចាស់ដែលកើតមានជាយូរមកហើយបាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់ខាង Defense News
អ្វីដែលជាការគួរឲ្យកត់សម្គាល់បាទគឺលោកនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសគឺលោក Andy Burnham ធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែននៅថ្ងៃច័ន្ទនេះដែលគេចាត់ទុកថាជាទស្សនកិច្ចដំបូងរបស់លោកទៅក្រៅប្រទេសចាប់តាំងតែពីលោកចូលកាន់តំណែងមកហើយលោកជ្រើសរើសយកប្រទេសអ៊ុយក្រែនបាទដើម្បីធ្វើទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងហើយនៅក្នុងអំឡុងពេលនោះគឺលោកនឹងប្រកាសអំពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសទៅដល់ប្រទេសអ៊ុយក្រែនបាទហើយក៏ធ្វើយ៉ាងណាជួយអ៊ុយក្រែនឲ្យបង្កើនសមត្ថភាពនៅក្នុងការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអ៊ុយក្រែនតែម្ដងបាទលោក Burnham ក៏នឹងដឹកនាំនៅកិច្ចប្រជុំរបស់ក្រុមមួយដែលគេហៅថាក្រុមសម្ព័ន្ធមិត្តដែលមានចេតនាជួយដល់អ៊ុយក្រែនផងដែរដឹកនាំការប្រជុំនោះបាទដើម្បីគ្រប់គ្រងអ៊ុយក្រែនប្រមូលនឹងថវិកាបន្ថែមទៀតហើយលោកប្រកាសផ្ដល់ឲ្យអ៊ុយក្រែនបាទនៅការផលិតមីស៊ីលដែលផលិតដោយក្រុមហ៊ុន MBDA បាទដើម្បីបញ្ចេញព័ត៌មានសម្ងាត់បាទសំខាន់អំពីសារធាតុអ្វីខ្លះដែលចក្រភពអង់គ្លេសយកមកផលិតមីស៊ីលរបស់ខ្លួនគឺមីស៊ីល SCALP បាទដែលជាមីស៊ីលសំកាំងរយៈចម្ងាយឆ្ងាយដែលជាមីស៊ីលមានប្រសិទ្ធភាពបំផុតដែលសម្ព័ន្ធមិត្តជាពិសេសសហរដ្ឋអាមេរិកកំពុងតែប្រើឥឡូវនេះគឺគាត់ឲ្យរូបមន្តសម្ងាត់នេះទៅអ៊ុយក្រែនដើម្បីផលិតតែម្ដងហើយការនេះនឹងជួយឲ្យបារាំងហើយនិងអង់គ្លេសការនេះនឹងជួយឲ្យបារាំងហើយនិងអ៊ុយក្រែនបាទខិតខំបង្កើតនៅសង្វាក់ផលិតកម្មនៅក្នុងប្រទេសអ៊ុយក្រែនតែម្ដងមកចង់បានន័យថាការផលិតមីស៊ីលរបស់អ៊ុយក្រែននៅក្នុងប្រទេសនោះក៏មានការជួយពីប្រទេសបារាំងផងដែរគឺមិនមែនអ៊ុយក្រែនធ្វើតែម្នាក់ឯងទេបើទោះបីជាអ៊ុយក្រែនមានរោងចក្រមានសមត្ថភាពក៏ប៉ុន្តែក៏ត្រូវការអ្នកជំនាញនិងទុនពីប្រទេសបារាំងមកជួយផងដែរបាទដែលគេនិយាយដោយសាមញ្ញថាគឺបារាំងហើយនិងចក្រភពអង់គ្លេសគឺមកចែករំលែកនៅបច្ចេកវិទ្យានៅក្នុងការផលិតមីស៊ីលនេះទៅឲ្យប្រទេសអ៊ុយក្រែនបាទនេះគឺជាការវិវត្តមួយបាទការវិវត្តមួយដែលមិនធ្លាប់មានពីពេលមុនមកទេដែលមហាអំណាចយកបច្ចេកវិទ្យាមហាអំណាចដល់ទៅ2គឺបារាំងហើយនិងអង់គ្លេសនេះជាមហាអំណាចដល់ទៅ2យកបច្ចេកវិទ្យាសម្ងាត់របស់ខ្លួនមកចែកជាមួយនឹងអ៊ុយក្រែនឲ្យផលិតដើម្បីបម្រើសកម្មភាពពីព្រោះលោក Burnham គាត់បាននិយាយថាសុវត្ថិភាពសន្តិសុខរបស់អ៊ុយក្រែនក៏ជាសុវត្ថិភាពនិងសន្តិសុខរបស់ចក្រភពអង់គ្លេសផងដែរបើកាលណាអ៊ុយក្រែនដួលគឺជាការមួយបើកច្រកដ៏ធំសម្រាប់រុស្ស៊ីចូលទៅឈ្លានពានអឺរ៉ុបនៅពេលណាក៏បានហើយព័ត៌មានទី4ចុងក្រោយនេះគឺជាការផ្សាយរបស់ខាងភាគីចិនគាត់បានឲ្យដឹងថា China Daily បាទគាត់ដកសងពីខាងយោធារបស់ចិនយកមកផ្សាយហើយអធិស្ឋានប្រិមិត្តខ្ញុំដាក់រូបលឿននេះដោយសារតែខ្ញុំគ្មានគេហៅថា copyright សិទ្ធិដើម្បីយកមកប្រើរូបភាពនេះគឺខាងកងទ័ពចិនគាត់ចេញផ្សាយក៏ប៉ុន្តែខ្ញុំមិនដឹងថាចិនគាត់មាន copyright យ៉ាងម៉េចដូច្នេះខ្ញុំ scan អញ្ចឹងដើម្បីឲ្យប្រិមិត្តបានមើលឃើញខ្លះជាគាត់ថាជាចំណុចសំខាន់ថារឿងនោះវាយ៉ាងម៉េចបាទដូច្នេះដើម្បីកុំឲ្យពាក់ព័ន្ធជាមួយនឹងកម្មសិទ្ធិរបស់គេនឹងខ្ញុំដាក់ចឹងទៅណាបាទចឹងអធិស្ឋានបាទគឺបើតាមសេចក្តីរាយការណ៍របស់ចិនគឺបានឲ្យដឹងថាកាលពីថ្ងៃអាទិត្យកន្លងមកនេះយន្តហោះចម្បាំងធុនធ្ងន់របស់ចិនប្រភេទ J16 បានធ្វើសមយុទ្ធប្រយុទ្ធដំបូងបំផុតហើយជាមួយនឹងបាទយន្តហោះចម្បាំងរបស់បារាំងដែលផលិតដោយប្រទេសបារាំងគឺយន្តហោះ Rafale បាទក៏ប៉ុន្តែអ្នកបើកបរមិនមែនជាជនជាតិបារាំងទេណាបាទទាហានរបស់អ៊ីជីបទេបាទនេះបើយោងតាមការបញ្ជាក់របស់កងទ័ពរបស់ចិនកងទ័ពប្រជាជនចិន PLA បានបញ្ជាក់អញ្ចឹងហើយថែមទាំងបានចេញវីដេអូហ្នឹងដែលខ្ញុំយកមកចាក់ជូនប្រិយមិត្តហ្នឹងគឺបានបង្ហាញពីការហោះហើរបាទដែលប្រយុទ្ធមានការលក្ខណៈត្រៀមប្រយុទ្ធគ្នាគឺនៅរយៈចម្ងាយជិតគ្នាតែម្ដងបាទជិតគ្នាប្រយុទ្ធរវាងយន្តហោះ J16 របស់ចិនហើយនិង Rafale របស់បារាំងបាទគឺយន្តហោះនេះជាការដែលជួបប្រយុទ្ធគ្នាលើកដំបូងហើយរវាងយន្តហោះទំនើបរបស់ចិនជាមួយនឹងយន្តហោះទំនើបរបស់ប្រទេសបារាំង
ជាលើកទី1ក៏ប៉ុន្តែសមយុទ្ធរវាងអេស៊ីបជាមួយនឹងកងទ័ពចិននេះគឺជាសមយុទ្ធលើកទី2បាទដែលបានបង្ហាញដើម្បីឲ្យពីឡុតបើកបរយន្តហោះទាំងពីរឲ្យដឹងទៅវិញទៅមកពីបច្ចេកវិទ្យារបស់ចិនពីសមត្ថភាពយន្តហោះរបស់ចិនក៏ដូចជាចិនសិក្សាអំពីសមត្ថភាពយន្តហោះរបស់បារាំងហើយបើតាមសេចក្តីរាយការណ៍នេះគឺឲ្យដឹងថាបាទមុនពេលដែលហោះឡើងប្រយុទ្ធហ្នឹងគឺពីឡុតទាំងពីរហ្នឹងគាត់បានជួបពិភាក្សាគ្នាថាតើត្រូវធ្វើម៉េចសមយ៉ាងម៉េចចឹងម៉េចដើម្បីឲ្យដឹងយល់គ្នាជាមុនសិនអំពីបច្ចេកវិទ្យាហ្នឹងមុនហ្នឹងគាត់ធ្វើសមយុទ្ធប្រយុទ្ធគ្នាហ្នឹងបាទនៅក្នុងសមយុទ្ធហ្នឹងគេហៅថាអរិយធម៌អន្ត្រីបាទឆ្នាំ2026 Eagles of Civilization 2026បាទគឺជាការប្រយុទ្ធយន្តហោះមួយទល់នឹងមួយបាទអញ្ចឹងបាទនេះគឺជាការវិវត្តមួយណាបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាយន្តហោះប្រភេទ J16 ដែលផលិតដោយប្រទេសចិនគឺក្រុមហ៊ុន Avic របស់ចិនហ្នឹងគឺជាយន្តហោះល្អបំផុតហើយរបស់ចិនហើយវាមានទម្ងន់ធ្ងន់ជាងនិងអាចផ្ទុកបានច្រើនជាងយន្តហោះ model ធុនមធ្យមដូចជា J10 អញ្ចឹងចិនមានយន្តហោះ J10 មួយទៀតក៏ជាយន្តហោះចម្បាំងដែរក៏ប៉ុន្តែគេចាត់ទុកថាជាប្រភេទមធ្យមមិនដូចជាយន្តហោះ J16 ទេបាទនេះគឺជាការវិវត្តថ្មីបាទដែលខ្ញុំចងក្រងយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅពេលនេះបាទបើចឹងសូមអរគុណប្រិយមិត្តច្រើនណាស់បាទនៅយប់ទៅហើយដែលប្រិយមិត្តចូលមកទទួលយកការចែករំលែកព័ត៌មាននេះបាទអញ្ចឹងសម្រាប់អ្នកទទួលព័ត៌មានសូមចាប់តែប៉ុណ្្នេះហើយខ្ញុំសូមត្រឡប់មកគួរសមជាមួយនឹងប្រិយមិត្តដែលបានចូលមកធ្វើ comment តិចមើលបើសិនជាគាត់នៅបាទទី2គាត់ថាលើផែនដីនេះរញ៉េរញ៉ៃណាស់ប្រទេសធំរាប់ទៅជាង10ហើយដែលត្រៀមសង្គ្រាមដូចជានាំគ្នាសាងបាបដល់ហើយមិនខ្វល់នឹងបាបបនអ្វីឡើយបើសិនជាពួកគេគោរពប្រតិបត្តិព្រះពុទ្ធធម៌ព្រះពុទ្ធប្រហែលគ្មានសង្គ្រាមកើតឡើងទេបាទអរគុណទី2បាទសិតតែមិត្តពធហើយណាមករាខែថៃតែក្នុងប្រទេសស្ងាត់វាធ្វើទុកខ្មែរទៀតហើយដូចឆ្នាំមុនជាបទពិសោធន៍គ្រាន់តែចាប់ទឹកចំនួនភ្លាមរករឿងកម្ពុជាផ្លែតបាទឥឡូវនឹងថៃក៏កំពុងត្រៀមទឹកចំនួនទៀតបាទអញ្ចឹងបានន័យថាថៃគាត់កំពុងតែជួបគ្រោះ3ក្នុងពេលតែមួយគឺបានន័យថាយ៉ាឡានារាធិវត្តអីហ្នឹងបាទបឋានីហ្នឹងគឺឯសង្ខ្លាហ្នឹងកំពុងតែមានបញ្ហានៅចាំទេសង្ខ្លាកាលមុនទឹកចំនួនក៏ប៉ះខ្លាំងជាងគេសង្ខ្លានោះដែរបាទគឺកំពុងតែមានបញ្ហាហ្នឹងដែរហ្នឹងទី1ទី2គឺវិបត្តិសេដ្ឋកិច្ចរបស់គាត់ក៏មិនទាន់ងើបផុតដែរបាទដោយក្នុងពេលកន្លងមកគឺមានសេចក្តីរាយការណ៍ថាក្រុមហ៊ុនធំក៏បានចាក់ចេញពីថៃផងដែរហើយនឹងវិបត្តិទី3គឺឥឡូវនេះខេត្តមួយចំនួនកំពុងតែរងការព្រមានអំពីការឡើងទឹកចំនួនទៅលើតាមបណ្ដោយទន្លេចៅប្រយ៉ានោះថាអាចនឹងជន់លិចថែមទៀតដែរបាទដូច្នេះបាទថៃគាត់កំពុងតែជាប់ដៃរឿងហ្នឹងហើយបាទអញ្ចឹងតាមការសង្កេតរបស់ប្រិយមិត្តហ្នឹងគឺអញ្ចឹងផងដែរបាទតែគាត់អាចបើកច្រកសមរភូមិទី4ទៀតឬក៏យ៉ាងម៉េចយើងមិនទាន់ដឹងដែរគឺបានន័យថាគាត់ងាកមករករឿងកម្ពុជាពីព្រោះតាមធម្មតាកាលណាគាត់ធូរដៃពីនោះគាត់អត់មានរឿងអីបើគាត់បរាជ័យនៅក្នុងការដោះស្រាយដូចរឿងវិបត្តិទឹកចំនួនកន្លងមកគឺគាត់ងាកមករករឿងកម្ពុជាហ្នឹងដើម្បីគេចផុតពីការទទួលខុសត្រូវរបស់គាត់ក៏ប៉ុន្តែមិនមែនតែកិច្ចនឹងវារួចរហូតទេវាបាបកម្មគឺនៅតែមានគឺឃើញអញ្ចឹងដូច្នេះតើព្រឹត្តិការណ៍ដែលកើតឡើងកាលពីចុងសប្តាហ៍នេះវាជាលទ្ធផលវាជារឿងដែលកើតឡើងយូរហើយក៏ប៉ុន្តែក៏វាអាចជាលទ្ធផលនៃការដែលរដ្ឋាភិបាលថ្នាក់ជាតិនឹងដោះស្រាយមិនបានល្អបញ្ហាទឹកជំនន់នៅពេលកន្លងមកដែរធ្វើឲ្យខេត្តទាំងអស់នោះគាត់មានការខឹងសម្បាផងដែរបើយើងសិក្សាស៊ីជម្រៅទៅក្នុងនោះទៅគឺបាទលទ្ធផលនោះវាមកដល់វិញជាបន្តបន្ទាប់ទៅលើគាត់ផងដែរបាទដូច្នេះបើកាលណាគាត់ប្រើតាក់ទិកគេថា diversion បាទ diversion គឺតាក់ទិកពង្រៀងបង្វែរចំណាប់អារម្មណ៍មកលើរឿងខ្មែរដើម្បីបំផុសជាតិនិយមរបស់គាត់ដោយមិនដោះស្រាយបញ្ហាពិតប្រាកដរបស់គាត់នោះបាទត្រឡប់មកវិញគាត់នឹងគេថាស្អែកខលបាទវត្តនៃការកាត់ឡើងតដែលនោះគឺនឹងសាងមកលើគាត់វិញដោយដែល CP យ៉ាគាត់និយាយថាថៃកំពុងតែទទួលបាបតែធ្វើការបាបកម្ពុជាបើថៃនៅតែសាងបាបលើកម្ពុជានោះថៃនឹងរងបាបតទៅទៀតកិច្ចមិនផុតឡើយបាទវិឡាក៏ថាមិនវិឡាបងតើសង្គមថៃទៅជាយ៉ាងណាបើមានសង្គ្រាមទាំងក្នុងនិងក្រៅប្រទេសបែបហ្នឹងបាទយើងចាំមើលផងដែរបាទអ្វីដែលជាការមួយដែលសំខាន់នោះគឺយើង
គួរតែរៀនសូត្រពីថៃផងដែរពេលខ្លះមកគឺទីមួយថៃពេលខ្លះនៅពេលដែលជួបរឿងអ្វីពីខាងក្រៅឬក៏អ្វីក៏ដោយគាត់តែងតែគំនិតនៃការរួមគ្នាហ្នឹងគាត់មានលក្ខណៈរួមគ្នានឹងលឿនបាទដូចជានៅថ្ងៃនេះគឺមានការអនុម័តច្បាប់លើកលែងទោសបាទអ្នកនយោបាយហ្នឹងគឺក៏មានបាទលើកលែងមនុស្សជាច្រើនអ្នកពាន់អ្នកដូចជា2000អ្នកផងដែរឃើញហើយបាទគឺលើកលែងទោសច្រើនក៏ប៉ុន្តែអ្នកដែលនៅប្រមាថអង្គព្រះមហាក្សត្រគឺមិនទាន់ទេបាទអញ្ចឹងជាចំណុចមួយដែលយើងទៅពិនិត្យមើលថៃផងដែរតើយើងចេះរួមគ្នាយ៉ាងម៉េចថៃគេចេះរួមអញ្ចឹងហើយតាំងពីជំនាន់ចាស់មកតើយើងជំនាន់ក្រោយនេះបាទជំនាន់ក្រោយនេះតើទៅចេះរួមគ្នាយ៉ាងម៉េចដែរដូចដែលខ្ញុំបានជម្រាបហើយជម្រាបទៀតគឺបើអ្នកណាយល់បានក៏យល់ទៅគឺការប្រើប្រាស់បណ្ដាញសង្គមរបស់យើងរាល់ថ្ងៃនេះបាទវាជារឿងមួយដែលផ្ដល់ឲ្យយើងនៅសម្លេងដែលយើងអាចនិយាយបានអ្នកខ្លះមានតែ account មួយគាត់អាចនឹងមានសម្លេងខ្លាំងជាងបណ្ដាញសារព័ត៌មានមួយទៅទៀតក៏ប៉ុន្តែយើងគួរតែឆ្លៀតប្រើប្រាស់នៅបណ្ដាញសង្គមរបស់យើងឲ្យវាមានប្រយោជន៍បាទកុំប្រើប្រាស់ដោយទៅវិបហាគេចាក់រុករិះគន់ខុសរឿងបាទមានលក្ខណៈមួយបាទអាក្រក់ស្ដាប់អីហ្នឹងគឺមិនល្អទេបាទអញ្ចឹងបាទយើងទៅគិតអំពីរឿងហ្នឹងផងដែរក៏ប៉ុន្តែទន្ទឹមនឹងហ្នឹងក៏ត្រូវមានការអត់ឱនផងដែរជួនកាលគេនិយាយគេថាឲ្យយើងមិនអាក្រក់ស្ដាប់ក៏មិនកុំទៅស្ដាប់ទៅបានហើយនៅធម៌ព្រះក៏បរៀនដែរណាប្រយ័ត្នអតិចយើងហ្នឹងកុំទៅស្ដាប់អាភ្នែកយើងក៏ទៅប្រយ័ត្នដែរបាទបើយើងមិនប្រយ័ត្នតិចយើងមិនភ្នែកយើងចេះទៅចង់ដឹងគេថាអីឲ្យយើងគេធ្វើមិនដាក់យើងអាហ្នឹងវាទៅក្តៅក្រហាយទៅវិញទៅមកអញ្ចឹងដូច្នេះការអនុគ្រោះក៏ត្រូវមានទៅវិញទៅមកជាពិសេសខ្ញុំនិយាយឲ្យនិយាយទៀតក្មួយណាតែជំនាន់ខ្ញុំវាហាជាងចិត្ត60ស្អែកកាន់ស្អែកទៅហើយបើជាគួយចាំមើលក្មួយដែលអាយុទៅ40ចុះក្រោមហ្នឹងបើយើងត្រូវរកវិធីយ៉ាងណាធ្វើការជាមួយគ្នាឡើងវិញឲ្យបានល្អបាទអនុគ្រោះគ្នាបានច្រើនទៅបាទឲ្យសមនឹងសង្គមស៊ីវិល័យហ្នឹងបាទដែលខ្ញុំសោកស្ដាយមួយដែរគឺអ្នកខ្លះដែលបានមកដល់អាមេរិកហើយនៅក្នុងសង្គមស៊ីវិល័យប៉ុន្តែអ្វីដែលគាត់និយាយសម្ដៅគាត់ហ្នឹងគឺបាទមិនអាចទទួលយកបានទេសម្រាប់អ្នកខ្លះគឺគាត់បើទៀបមែនតើមកកម្រិតទៀបមែនតើហ្មងបាទអញ្ចឹងយើងពិបាកដែរណាបាទអញ្ចឹងក៏ប៉ុន្តែយើងគិតទៅអ្នកអញ្ចឹងយើងកុំទៅលូកលាន់ជាមួយគាត់ឲ្យគាត់ថាមិនទៅច្រើនណាស់គាត់ស្រែកបែកបន្ទប់2ម៉ែត្រ4ជ្រុងរបស់គាត់ហ្នឹងទៅឬក៏សរសេរខមមិនរីកដៃគាត់ទៅយើងធ្វើមិនដឹងទៅពេលខ្លះតអញ្ចឹងដែរអញ្ចឹងហើយបាននិយាយសរុបមកវិញខ្ញុំថាខ្ញុំមិនចង់និយាយប៉ុន្តែខ្ញុំបាននិយាយលើកមុនហ្នឹងគឺខ្ញុំសរសើរដែលនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតហើយនឹងកូនរបស់លោកកឹមសុខាគឺកញ្ញាកឹមមនោវិជ្ជាគាត់រកវិធីធ្វើការជាមួយគ្នានឹងបានបាទទោះបីជាបេសកកម្មផ្ដោតលើអ្វីក៏ដោយខ្ញុំមិននឹងលំអិតទេណាបាទក៏ជាការមួយល្អដែរវាបង្ហាញថាអ្នកចំនួនក្រោយនោះគាត់ចេះធ្វើការចាប់ដៃគ្នាធ្វើការជាមួយគ្នានឹងវាជាបង្ហាញនៅគំរូល្អមួយដែរបាទអញ្ចឹងក្មួយចំនួនក្រោយហ្នឹងគឺទៅមើលចំណុចហ្នឹងហើយយើងអាចនឹងដកសង្កចំណុចណាដែលធ្វើការជាមួយគ្នាចំណុចណាដែលយើងគិតមិននិយាយហ្នឹងក៏វាជារឿងល្អបាទទី2ហ្នឹងក៏មានយោបល់ច្រើនណាស់បាទខ្ញុំកាន់តែមានមោទនភាពណាស់ដែលសហរដ្ឋអាមេរិកងាកមកធ្វើទំនាក់ទំនងល្អជាមួយនឹងកម្ពុជាវិញនេះគឺមកពីការដឹកនាំដ៏ឆ្លៀសវៃរបស់ថ្នាក់ដឹកនាំកម្ពុជាដែលផ្ទុយស្រឡះពីថ្នាក់ដឹកនាំរបស់ថៃដែលដឹកនាំប្រទេសឲ្យធ្លាក់ដល់អន់អោបឡើងបាទកុំអាននិយាយដល់ចំណុចរឿងថៃនឹងបាទចាំមើលខ្ញុំមានអ្នកណាសួរខ្ញុំហ្នឹងបូណាពីរឿងថៃនឹងបាទខ្ញុំនឹងបាទជាល្ងាចហ្នឹងចាំមើលខ្ញុំឆ្លើយបាទថៃគាត់មានចំណុចល្អមួយខ្លាំងមួយដែលគាត់គេថាមានភាពបត់បែនងាកទៅតាមនេះដូចដែលខ្ញុំធ្លាប់បាននិយាយណាខ្ញុំរៀននៅបារាំងហ្នឹងខ្ញុំមានពួកម៉ាក់ថៃ2នាក់បាទថៃ2នាក់នារីទាំង2នាក់ការពិតមួយដូចជាកូនលោកភូមិកឹតកែវហ្នឹងតកូលភូមិកឹតកែវហ្នឹងដែរម្នាក់ទៀតឈ្មោះនីឡាកូនតកែអូតែបាទពីព្រោះសាលាដែលខ្ញុំរៀននេះសាលាកូនអ្នកមានបាទតែខ្ញុំបានបួកទេខ្ញុំមិនអ្នកមានទេបាទខ្ញុំបានបួកទេពេលហ្នឹងបាទគឺគាត់តែងតែមោទនភាពនិងភាពបត់បែនរបស់ថ្នាក់ដឹកនាំថៃបាទដែលគាត់ថាថៃមិនដែលស្ថិតក្រោមអាណានិគមប្រទេសណាមួយទេដោយសារតែនយោបាយបត់បែនទាន់សភាពការអញ្ចឹងដូច្នេះកុំអាលលឿនពេកនៅក្នុងការនិយាយដែលថាប្រទេសថៃធ្លាក់ដល់អាប់អោនកិត្តិយសហ្នឹងបាទអញ្ចឹងយើងចាំមើលសិនបាទអាចនៅក្នុងអាណត្តិអនុทินអាចធ្វើឲ្យគេមើលថាថៃនឹងកលិចកលុចអញ្ចឹងក៏ប៉ុន្តែអាចនឹងក្រោយពីអនុทินទៅគេពួកថៃដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងគាត់មានការផ្លាស់ប្ដូរបាទគាត់មានផ្លាស់ប្ដូរបើតាតួអង្គនឹងសម្ដែងមិនបានល្អបាទខាងរាជវាំងដកចេញភ្លាមយោធាដកចេញភ្លាមឲ្យតួថ្មីចេញមកសម្ដែងបាទ
អូខេនឹងជារឿងពិតរឿងវិញចឹងបាទមករាកៃមករាកៃក៏ថាស្ដាប់បទវិភាគអ្នកប្រាជ្ញចិនស្តៀងនឹង South China មកនឹងផដែរតាលោកពូបាទនេះគឺជាការវិភាគមួយដែលដូចខ្ញុំបានជម្រាបហើយជម្រាបទៀតអញ្ចឹងគឺយើងស្ដាប់អ្នកដែលគេវិភាគល្បីមានស្ថាប័នអញ្ចឹងហើយសារព័ត៌មានល្បីអញ្ចឹងបានយើងដឹងថាវាមានប្រយោជន៍ហើយវាសុក្រិតបាទសុក្រិតបាទអស់ហើយណាបាទកំហេងគៀងវិឡារៀមអៀមសរិទ្ធអីបាទជួមករាសុកលឹមអូលបងសួងគឹមបាទអូលបងសួងគឹមបានគ្រប់គួសមមួយគាត់ហើយបាទបាទសុភិរុនជំរាបសួរពូយប់មិញខាងថៃពេកអញ្ចឹងមែនខាងថៃរឿងអីទៀតបាទចឹងខ្ញុំសូមដកសងពាក្យរបស់លោកបារ៉ាក់អូបាម៉ាមួយនិយាយទៅថាបើយើងខឹងថៃក៏ប៉ុន្តែក៏យើងត្រូវប្រែក្លាយកំហឹងរបស់យើងនឹងដើម្បីជួយវិញហើយអ្វីដែលយើងអាចជួយបានដែលខ្ញុំជម្រាបជូនប្រិមិត្តជួយបានគឺនៅពេលនេះណាបាទពេលខ្លះយើងត្រូវដឹងសមរភូមិមកហើយនឹងកលៈទេសៈត្រូវប្រើពេលណាដូចយើងមានអាវុធនៅក្នុងដៃយើងតើពេលណាយើងត្រូវប្រើអាវុធណាពេលណាយើងត្រូវអាវុធណាដូចយើងទៅញ៉ាំការគេឬក៏ជួបបនពេលណាយើងត្រូវស្លៀកពាក់អាវមិនពីអាវមិនអ្វីដែលប្រិមិត្តអាចធ្វើបានប្រែคล้ายកំហឹងរបស់យើងនៅពេលនេះគឺទៅលេងអង្គរវត្តទៅលេងតំបន់ទេសចររបស់កម្ពុជាណាយើងថតរូបល្អស្អាតហើយយើងបង្ហោះបាទដើម្បីឲ្យបង្ហាញឲ្យឃើញនៅសម្ព័ន្ធភាពប្រទេសរបស់កម្ពុជាពីព្រោះពេលនេះពេលបច្ចុប្បន្នឥឡូវអាចប្រសើរបន្តិចណាប៉ុន្តែពេលដែលខ្ញុំទៅកម្ពុជាកាលពីខែ6ខែ7ហ្នឹងគឺជា low season ផងហើយមានបញ្ហាវិបត្តិនៅមជ្ឈមបូព៌ាវិបត្តិជាមួយនឹងកម្ពុជាថៃផងហើយនឹងក្រាបស្កែមផងទេសចរយើងមានធ្លាក់ចុះទេសចរនៅកម្ពុជាធ្លាក់ចុះអញ្ចឹងឥឡូវគឺឃើញមានសកម្មភាពកើនឡើងតិចអញ្ចឹងអ្វីដែលប្រិមិត្តអាចប្រែក្លាយកំហឹងនឹងបានជួយកម្ពុជាខ្លួនឯងនៅពេលនេះគឺបាទទៅកន្លែងណាដែលល្អស្អាតដូចជាអង្គរវត្តហ្នឹងយើងធ្វើដំណើរទេសចរហ្នឹងថតរូបល្អបង្ហោះតាមបណ្ដាញសង្គមទៅបាទវាជាការមួយតាក់ទាញផងដែរជាពិសេសអ្នកដែលប្រើប្រាស់បណ្ដាញសង្គមមាន fan មានអីច្រើនហ្នឹងគួរតែធ្វើអញ្ចឹងណាបាទដូចខ្ញុំបង្ហោះរូបដែលខ្ញុំទៅកម្ពុជាបង្ហាញពីវប្បធម៌ខ្មែរសម្លៀកបំពាក់ខ្មែរដើម្បីបង្ហាញឲ្យឃើញឲ្យមានការតាក់ទាញនឹងបាទដូចជាមានគេប្រាប់ខ្ញុំដែរណារូបដែលខ្ញុំទៅតាមទួលដែនហើយខ្ញុំថតពេលបើកឡានថតមើលតាមទួលដែនផ្លូវតាមបណ្ដោយព្រំដែនកម្ពុជាថៃហ្នឹងក៏មានអ្នកនៅអាមេរិកគាត់ឃើញខ្ញុំគាត់ជួបខ្ញុំគាត់និយាយថាបងបានអញ្ជើញទៅហ្នឹងគឺបានបង្ហាញដូចបើកភ្នែកពួកខ្ញុំឲ្យឃើញស្ថានភាពនៅទីហ្នឹងហើយគឺមានមិត្តភ័ក្តិគាត់មួយចំនួនក៏បានទៅដល់ក្រោយពីខ្ញុំបង្ហាញគាត់ថាបាទស្ថានភាពគឺយើងអាចនឹងទៅកម្ពុជាបានពីព្រោះមានការផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានថៃហ្នឹងគឺគាត់យករឿងហ្នឹងមកជិតឱកាសដើម្បីវាបហាកម្ពុជាថាកម្ពុជាអសន្តិសុខកុំអីចឹងទៅបាទបូកជាមួយនឹងវិបត្តិពិភពលោកទៀតបាទធ្វើឲ្យគេឈ្មោះយើងហ្នឹងទេសចរកម្ពុជាហ្នឹងជួបបញ្ហាធ្លាក់ចុះអញ្ចឹងវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋមូលដ្ឋាននៅកន្លែងនោះទេតែបើសិនជាប្រិមិត្តអាចធ្វើដូច្នេះបានវាអាចនឹងជួយបងប្អូនយើងនៅក្នុងប្រទេសកម្ពុជាផងដែរបាទអញ្ចឹងសូមអរគុណប្រិមិត្តណាបាទជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទសូមជម្រាបលារាត្រីសួស្តីអ្នកនៅកម្ពុជាបាទ